ស្ទើរបន្តិចតែអត់អីទេប៉ុណ្ណឹងស្ដីហាក់ក៏ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាបាទមកសារនេះយើងមានបង្កងចំនួន6ក្បាលដែលជាកូនបង្កងខាងចេញវីដេអូចំនួន1ខែជាងហើយបងប្អូនសាររវល់រទទួលទានជាប្រចាំថ្ងៃផងបូកផ្សំនឹងសង្គ្រាមផងតាមថ្ងៃ2ថ្ងៃឡើងជាង1ខែហ្នឹងទៅបងប្អូនចេះតែតាមដានព័ត៌មានផងចេះតែពិបាកចិត្តផងហើយមិនចេះតែពិបាកហ្នឹងហើយមិនធ្វើអ្វីទេធ្វើឲ្យទាំងអស់ស្អីក៏ធ្វើអ្វីក៏ដោយឲ្យតែតម្រូវការជាតិតម្រូវការយើងត្រូវតែធ្វើលោកផ្សំទាំងការជួយលុយដល់ជនភៀសឹកតាមលទ្ធភាពរបស់យើងទៅមានតិចធ្វើតាមតិចមានច្រើនធ្វើតាមច្រើនមួយដៃមួយជើងម្នាក់ទៅធ្វើមកបើយើងជួបបញ្ហាយើងត្រូវដោះស្រាយបញ្ហាយើងកុំរវល់តែច្រើនបញ្ហាដាក់គ្នាទៅវិញទៅមកហើយថ្ងៃនេះក៏ទៅទៅក៏ឆ្លៀតចេញវីដេអូមួយវីដេអូទៅមកទៅបងប្អូនថ្ងៃនេះមានថតវីដេអូមានតែម្នាក់ឯងទេចឹងហើយថតតាមអ្វីដែលអាចធ្វើទៅបានកូននេះនៅជាប់រៀនរវល់នៅផ្ទះចឹងទៅមកម្នាក់ឯងទៅឥឡូវនេះយើងចាប់ផ្ដើមដោតវារួចហើយភ្លឺយើងចាប់ផ្ដើមកាប់នៅតែល្ងើកទេឥឡូវនេះដាក់អាំងទៅអាំងបានតែ2-3វិនាទីយើងមានថាឈ្ងុយក្លិនឈ្ងុយដល់កមកតែមួយខែជាងទៅនឹងរីងទឹកមកលេងពីមុនទឹកឡើងត្រឹមចង្កេះហ្នឹងភាសាទឹកច្រើនដោយសារវាជំរឿភ្នំចឹងហើយទឹកវាមានភ្លៀងទៅវាហូរមកទឹកច្រើនហើយមនុស្សឈើវាអត់សូវមានដោយសារខែប្រាំងចេះគេកាប់ឡើងកាសាខែកាសាគឺទុកវាលូតលាស់ឲ្យបានលឿនពីខែភ្លៀងតែតំបន់ភូមិចេះវាឃើញថ្ងៃខ្ពស់ទេបងប្អូនតែបាំងតែភ្នំគឺដឹងតែល្ងឹតយកតែម្ដងលឿនមែនតើភាសាទឹកមកថ្លុកកន្លែងដើម្បីផឹកថ្មនឹងយើងត្បាល់មកយើងត្បាល់នេះយើងចាប់ផ្ដើមធ្វើទាំងព្រៃកោះកុងផងហើយនឹកឃើញកោះកុងចេះនឹកឃើញដល់ខេត្តកោះកុងផងដែរបងប្អូនអាណិតបងប្អូនជនភៀសទឹកទាំងអស់គ្នាព័ត៌មានបងប្អូនរត់ទាំងយប់ទាំងថ្ងៃអាណិតបងប្អូនយើងមកក៏ធ្លាប់តែអានសភៅរឿងប្រវត្តិសាស្ត្រខ្មែរយើងអាសៀមឈ្លានពានយើងបាទហើយមនុស្សខ្ញុំទៅចិត្តចូលតួពេលដែលអានភ្លាមគិតថាពេលនោះដូនតាយើងរត់យ៉ាងម៉េចហើយយ៉ាងម៉េចពិបាកប៉ុណ្ណាពេល2025បានដឹងថាសង្គ្រាមវាពិបាកប៉ុណ្ណាមកឃើញបងប្អូនយើងរត់ហើយពិបាកនិយាយហ្នឹងបងប្អូនវាឃើញយើងរីកចម្រើនតិចតួចមិនបានទេប៉អស់នេះម៉ាឈ្នានេះហើយយើងត្រូវតែកែប្រែប្រវត្តិសាស្ត្រពីការជិះចាប់មកខិតខំប្រឹងប្រែងទាំងអស់គ្នាមានតែយើងខ្លាំងតែគេមិនអាចមើលយើងបានបងប្អូនហើយដល់ពេលបងប្អូនយើងពេលសង្គ្រាមចប់ក៏នៅតែពិបាកសារផ្ទះពួកវាបាញ់អស់លេងទៅវាមិនដែរតែខ្លាចពិបាកយើងអត់មានលុយធ្វើខាន់តែពិបាកលើតាមតែសង្ឃឹមថាការពិបាកមួយនេះនឹងឆ្លងផុតឆាប់នេះតែក៏សូមជូនពរដល់បងប្អូនវិរៈក្នុងក្រុមរបស់យើងដែរខិតខំតស៊ូទាំងអស់គ្នាកាន់តែខ្លាំងបងប្អូនយើងគ្នាពីខ្លងតែមួយស្នេហ៍ដល់នៅកម្ពុជាទាំងអស់គ្នាពូជចៅដែលមកឈ្លានពានយើងទាំងអស់គ្នាតែឥឡូវសូមងាកមកតាំងត្រីរបស់យើងហើយបងប្អូន
nghĩa tới đập bà con dưỡng cô ăn là mồm đấyនេះbàកងយើងបានច្រើន100%ចឹងក៏ជម្រាបលាបងប្អូនទុកជាមុននៅពេលនេះតែម្ដង